ជំរាបសួរបងប្អូនថ្ងៃនេះ admin អត់បានថតបង្ហាញពីឡានពជាទេគឺថ្ងៃនេះ admin មកលេងនៅខាងកំពង់ស្ពឺឃើញទេសភាពស្អាតក៏ភ្ញាក់ព្រលឹមឡើងរៀបចំដើរហាត់ប្រាណបន្តិចបងប្អូនបាទអញ្ចឹងដូចបងប្អូនបានឃើញខាងដើមអញ្ចឹងគឺទេសភាពស្រស់ស្អាតមែនទែននៅខាងកំពង់ស្ពឺចិត្តភ្នំការីរ៉ូមបងប្អូនបាទអញ្ចឹង admin ក៏នាំជាមួយនឹងក្មួយដើរហាត់ប្រាណតិចទៅពេលផឹកដើម្បីយើងដុតចិត្តខ្លាញ់តិចណាបងប្អូនបាទអញ្ចឹងតាមផ្លូវនេះរៀងស្ងាត់ដែរហើយបើយើងនិយាយពីទីតាំងហ្នឹងគឺចូលពីផ្លូវជាតិប្រហែលជា6 ទៅ 7 គីឡូដែរហើយ admin ក៏ដើរហាត់ប្រាណតិចទៅព្រលឹមឡើងគឺត្រជាក់មែនទែនបងប្អូននៅតំបន់នេះគឺជាតំបន់គួរឲ្យចង់រស់នៅមែនទែនបងប្អូន admin ទៅប្រហែលដងហើយគឺមានអារម្មណ៍ថាស្រស់ស្រាយហើយគួរឲ្យចង់រស់នៅមែនទែនបងប្អូនបាទហើយខាងនេះគឺជាចំការអំពៅបងប្អូនបាទផ្លូវចូលហ្នឹងគឺអមដោយចំការអំពៅសងខាងតែម្ដងបងប្អូនបាទហាក់អត់សូវមានម៉ូតូអត់សូវមានឡានទេបងប្អូនព្រលឹមឡើងអញ្ចឹងស្ងាត់ពេលខ្លះមានគោយន្តដែរបងប្អូនគោយន្តគាត់បើកព្រោះនៅខាងក្នុងនោះមានរោងចក្របងប្អូនហើយនឹងផ្ទះប្រជាជនបាទទីតាំងនេះគឺគួរឲ្យចាប់អារម្មណ៍បងប្អូនគឺទេសភាពស្អាតហើយក្នុងវីដេអូនេះអត់មានអីទៀតទេបងប្អូនគាត់ចង់បង្ហាញជូនបងប្អូនដល់គ្នាជាមួយនឹងទេសភាពព្រឹកព្រលឹមឡើងនៅខាងកំពង់ស្ពឺបងប្អូនហើយ admin នឹងទៅម្ដងទៀតហើយ admin នឹងថតបង្ហាញជូនបងប្អូនម្ដងទៀតលំអិតឲ្យវាបានវែងជាងនេះបងប្អូនបាទ